បាទជំរាបសួរនេះជាវីដេអូភាគទី2អំពីសកម្មភាពដំណើរកម្សាន្តមកកាន់ឋានសួគ៌បូកូកាលពីវគ្គទី1យើងមកដល់ត្រឹមរូបសំណាកយាយម៉ៅហើយវគ្គទី2នេះធ្វើដំណើរពីរូបសំណាកយាយម៉ៅមកកាន់សន្តាគារសុខានិងធ្វើដំណើរពីសន្តាគារសុខាឆ្ពោះទៅកាន់វត្តសំពៅ5នេះគឺជាទិដ្ឋភាពនៅខាងមុខសន្តាគារសុខាដែលមានសួនលំអនិងទេសភាពយ៉ាងស្រស់ស្អាតហើយខាងនេះគឺជាសំណង់បែបបុរាណចិននៅសងខាងផ្លូវនេះមានសំណង់អគារបែបជាលក្ខណៈផ្ទះល្វែងដែលមានវ័យចំណាស់ចាស់បន្តិចក៏មានបងប្អូនយើងរស់នៅខ្លះហើយនេះគឺជាខ្លោងទ្វារនិងផ្លូវចូលទៅវត្តសំពៅ5បរិវេណវត្តសំពៅ5នេះគឺជាវត្តមួយដែលមើលឃើញផ្ទៃសមុទ្រក៏ដូចជាកោះបានយ៉ាងស្រស់ស្អាតគយគន់ពីចម្ងាយឃើញយ៉ាងច្បាស់ប៉ុន្តែបើសិនតែមកពេលអត់ចុះអាប់ទេណាបងប្អូនបើសិនតែយើងមកម្លងពេលមេឃស្ទុំឬមេឃចុះអាប់គឺបែកផ្សែងមើលអត់ឃើញទេម្លងពេលឈោមើលទេសភាពនិងឈោថតនេះគឺខ្យល់ខ្លាំងណាស់បងប្អូនឈោចង់ពើងហើយខាងនេះគឺជាព្រះវិហារនិងចេតិយបុរាណព្រះវិហារនិងចេតិយបុរាណនេះកសាងសម័យកាលព្រះបាទស៊ីសវត្តមុនីវង្សក្នុងឆ្នាំ1924មកទល់បច្ចុប្បន្ននេះអាយុកាលជាង100ឆ្នាំមកហើយម្លងពេលដែលកំពុងដើរនេះខ្យល់ខ្លាំងណាស់បងប្អូនខោអាវលំពើងសក់ក្បាលឡើងបាសឡើងកញ្ជ្រឹងហើយទូនេះគឺមានទេសភាពនិងវីយូស្រស់ស្អាតដែលថតជាប់ផ្ទៃសមុទ្រខៀវស្ងាត់ចំពោះទេសភាពនិងទីតាំងវត្តសំពៅ5នេះគឺសមនឹងដាក់ឈ្មោះអាហាសនាមថាឋានសួគ៌ក្រមមេឃឋានសួគ៌បូកូពិតមែនហេតុនេះហើយបានជាអ្នកមានសម័យមុនសិទ្ធិក៏ដូចជាខ្សែរាជវង្សក៏ចាប់អារម្មណ៍និងឲ្យតម្លៃទៅលើឋានសួគ៌បូកូព្រោះមានទេសភាពស្អាតហើយនៅទីនេះគឺមានទាំងកាស៊ីណូមានទាំងសន្តាគាររួមទាំងបរិយាកាសស្រស់ស្អាតទេសភាពជាប់ផ្ទៃសមុទ្រមើលឃើញកោះរួមទាំងមេឃចុះអាប់មើលឃើញដុំពពកបែកផ្សែងមើលទៅដូចជាឋានសួគ៌ពិតប្រាកដមែនក្លេកមកខាងព្រះវិហារនេះវិញគឺខ្ញុំចាប់អារម្មណ៍ត្រង់ថាមានពណ៌មួយយ៉ាងគឺស្អាតទាក់ទាញមួយបែបគឺមិនមែនជាថ្នាំលាបហើយក៏មិនមែនជាការដេកួរតុបតែងឲ្យដែរគឺជាស្លែដោះមកគឺរាងលឿងបន្តិចក៏ហមបន្តិចមើលទៅគឺស្អាតមួយយ៉ាងបែបធម្មជាតិដោះចេញពីសាច់ស៊ីម៉ង់និងថ្មនៅតែស្រស់ស្អាតនៅតែរឹងមាំនៅឡើយទេអត់ទាន់បាត់បង់ទ្រុឌទ្រោមតាណាទេកលេចមកខាងនេះវិញគឺទេសភាពផ្ទៃសមុទ្រពីលើភ្នំមើលឃើញកោះមើលឃើញតាមឆ្នេរសមុទ្រទីរួមខេត្តកំពតរួមនឹងពេកខាងនេះគឺទៅខាងក្រុងបរសេនុទៅខាងកំពង់សោមមើលឃើញបានច្បាស់ណាបងប្អូនដើមហេតុដែលគេហៅថាវត្តសំពៅ5គឺមានដុំថ្មរាងដូចជាសំពៅចតនៅទីនេះចំនួន5ដុំហើយមានរឿងព្រេងជីវប្រវត្តិពីដុំថ្ម5ដុំនេះដែលរាងដូចសំពៅបានដាក់អាហាសនាមមកទល់បច្ចុប្បន្នថាជាវត្តសំពៅ5ចាស់គាត់បាននិយាយប្រាប់ថាការពីដើមទីចិត្តដីនៅលើវត្តសំពៅ5គឺមាន2ប៉ុន្តែចាប់តាំងពីសម័យពពតចូលកាន់កាប់មកធ្វើឲ្យបាត់បង់បាក់បែកខូចខាតចិត្តដីអស់មួយហើយចិត្តដីដែលបាក់បែកខូចខាតក៏មិនដឹងទីតាំងដើមនៅទីតាំងណាទៀតហើយមកទល់បច្ចុប្បន្ននេះគឺចិត្តដីនៅសល់តែមួយតែប៉ុណ្ណោះបន្ទាប់ពីទស្សនាវត្តភ្នំសំពៅ5ចប់យើងក៏ធ្វើដំណើរត្រឡប់ទៅខាងក្រោមវិញហើយបន្ទាប់ពីធ្វើដំណើរទៅខាងក្រោមគឺឲ្យបងប្អូនគយគន់មើលសន្តាគារឬក៏ការអភិវឌ្ឍនៅលើភ្នំបូកូទេសភាពតាមដងផ្លូវណាមួយវិញទៀតនៅលើភ្នំបូកូនេះគឺមានសាងសង់ព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្រដ៏ធំមួយនៅលើកម្ពស់ភ្នំបូកូដែលកំពុងសាងសង់បានប្រមាណដូចជា 30% ប៉ុន្តែនេះគឺយើងធ្វើដំណើរមកដល់ទីតាំងយាយម៉ៅវិញហើយយើងកំពុងធ្វើដំណើរទៅកាន់ទីតាំងខាងក្រោមវិញទៅកាន់ទីតាំងទីរួមខេត្តកំពតហើយអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូខ្ញុំបាទកន្លងមករាល់ពាក្យពេចន៍សម្ដីនិយាយទៅលើលួសជ្រុះខ្វះខាតផុនចន្លោះកន្លែងណាសូមមេត្តាយោគយល់និងអធិស្ឋានជួបគ្នានៅវីដេអូវគ្គបន្តជាវគ្គទី3នៅទីរួមខេត្តកំពតនៅកន្លែងសេះសមុទ្របាញ់ទឹកអរគុណ